អ្វីដែលជាសម្រាមអ្វីដែលជាក្អែលអ្វីដែលជាធូលីនៅក្នុងអាជីវកម្មយើងសម្រាប់ឆ្នាំ2020នេះបងប្អូនគួរបបោះវាចេញលាងវាចេញប៉ូលាឲ្យស្អាតទៅឆ្នាំ2021កុំយកសម្រាមទៅតាមយើងកុំយកធូលីទៅតាមយើងកុំយកក្អែលទៅតាមយើងអញ្ចឹងអានេះគឺជាចំណុចដែលយើងត្រូវច្បាស់ទាំងអស់គ្នាហើយធូលីសម្រាមហើយនឹងក្អែលហ្នឹងដូចជាអីទី1យើងលងក្នុងគំនិតដែលអត់មានដំណើរការយើងលងក្នុងគំនិតដែលវាអត់ work ដែលវាអត់ដំណើរការយើងដឹងថាអានឹងរស់ស៊ីទៅគឺវាខាតវាអត់ចំណេញប៉ុន្តែយើងលងក្នុងគំនិតរបស់យើងលងក្នុងគំនិតណាប៉ុន្តែមុខរបរហ្នឹងខាតរហូតហើយអត់សូវមានអ្នកគ្រប់គ្រងទេប៉ុន្តែយើងជំនះយើងលងក្នុងគំនិតហើយយើងអាចសម្លុតគេបាននៅក្នុងគ្រួសារអត់មានអ្នកណាហ៊ានបដិសេធជាមួយយើងទេប៉ុន្តែខាតរាល់ខែអានឹងបងប្អូនអាចពិចារណាឡើងវិញដែរពេលខ្លះអាចយើងមានគំនិតល្អប៉ុន្តែយើងអត់មានជំនាញទៅគ្រប់គ្រងជំនាញទៅបូកខ្ញុំលើកឧទាហរណ៍មួយខ្ញុំយកឧទាហរណ៍ហ្នឹងទៅបញ្យល់បានច្រើនណាស់អ្នករស់ស៊ីដែលនៅជុំវិញខ្លួនខ្ញុំឧទាហរណ៍ដោយបងប្អូនស្គាល់ទូរស័ព្ទ Nokia ពីមុនយើងមានទូរស័ព្ទ Nokia ណាមុនអា smartphone បាទអញ្ចឹងបុគ្គលម្នាក់ហ្នឹងនៅពេលដែលគាត់រៀន engineer បាទវិស្វករផលិតទូរស័ព្ទ Mac Nokia ស៊េរីបែប Nokia ដល់ពេលគាត់រៀនចប់គាត់ចេញទៅគឺគាត់ផលិតទូរស័ព្ទ Nokia ក្នុងសម័យឥឡូវនេះគាត់ផលិតទូរស័ព្ទ Nokia ប៉ុន្តែបងប្អូនសាកគិតឥឡូវនេះទីផ្សារកំពុងតែដាច់បំផុតគឺ smartphone ទីផ្សារគេត្រូវការ smartphone នេះខ្ញុំប្រៀបធៀបណាអញ្ចឹងបុគ្គលម្នាក់ហ្នឹងគេសួរថាមិនបានអ្នកឯងទៅផលិត Nokia គាត់ឆ្លើយថាមិនឲ្យខ្ញុំផលិត Nokia មិនបើខ្ញុំរៀនជំនាញធ្វើ Nokia បទពិសោធន៍របស់ខ្ញុំការដែលខ្ញុំនៅរៀនខ្ញុំរៀនយកជំនាញមកធ្វើ Nokia អញ្ចឹងពេលដែលខ្ញុំរៀនចប់ខ្ញុំមិនធ្វើ Nokia កន្លែងនេះខ្ញុំចង់បញ្ជាក់ប្រៀបធៀបបងប្អូនរឿងមួយយើងរៀន4ឆ្នាំ6ឆ្នាំរៀនមកធ្វើ Nokia យើងមកធ្វើ Nokia ស្ដាប់ទៅ logic យើងមកធ្វើ Nokia ព្រោះយើងរៀនធ្វើ Nokia ប៉ុន្តែនៅលើទីផ្សារគេទិញ smartphone បងប្អូនឃើញទេអានេះនៅក្នុងសម័យបច្ចេកវិទ្យាទំនើបខ្ញុំធ្វើការប្រៀបធៀបជូនបងប្អូនមនុស្សខ្លះគាត់គិតគាត់ចង់ធ្វើអាហ្នឹងដោយសារគាត់ចេះហើយដោយសារគាត់មានបទពិសោធន៍រឿងយើងចង់ធ្វើអាហ្នឹងយើងចេះហើយយើងមានបទពិសោធន៍គឺជារឿងមួយប៉ុន្តែសំខាន់នៅពេលដែលយើងធ្វើអាហ្នឹងនៅលើទីផ្សារគេអត់ទិញអាហ្នឹងអញ្ចឹងសំណួរសួរតើការខិតខំរបស់យើងត្រូវបានទីផ្សារគេទិញអត់អានេះរឿងមួយទៀតដែលយើងត្រូវគិតពិចារណាមិនគ្រាន់តែយើងចង់មែនប៉ុន្តែសួរតែពេលដែលយើងផលិតហើយអ្នកណាគេទិញយើងគេយើងផលិតដើម្បីឲ្យគេទិញហើយបើយើងផលិតតាមចិត្តរបស់យើងនៅលើទីផ្សារគេអត់ទិញសំណួរសួរតើយើងផលិតអីបើលទ្ធផលចុងក្រោយយើងបានត្រឹមខកចិត្តហើយខាតលុយនេះគឺជាចំណុចដែលខ្ញុំអាចមើលឃើញថាពេលខ្លះយើងលងក្នុងគំនិតរបស់យើងមួយដែរប៉ុន្តែគំនិតនេះមិនឲ្យខុសទាំងស្រុងទេពីព្រោះអ្នកខ្លះគាត់មានគំនិតល្អអីមួយប៉ុន្តែអ្វីដែលគាត់ខ្វះគឺរឿងពីរទី1គឺបច្ចេកទេសទៅគ្រប់គ្រងអ្វីដែលគាត់ចង់បាទទី2 team របស់គាត់ក្រុមរបស់គាត់ដែលពាក់ព័ន្ធហ្នឹងគេអត់មើលឃើញដូចគាត់ហើយគាត់ខ្វះលទ្ធភាពជួយឲ្យគេមើលឃើញដូចគាត់ដល់ពេលអញ្ចឹងទោះបីជាគេមានលុយក៏គេអត់វិនិយោគលុយដើម្បីមកគ្រប់គ្រងគំនិតរបស់គាត់ដែរ
អញ្ចឹងចំណុចនេះគឺបងប្អូនត្រៀមហើយយើងរៀបចំសម្រាប់ឆ្នាំ2021របស់យើង